ទីបំផុតមេធីមរឿងសុភ័ណ្ឌបានជួបជាមួយនឹងកីឡាករសែនឆៃ PK សែនឆៃហើយប្រិយមិត្តបងប្អូនបាទជំរាបសួរប្រិយមិត្តបងប្អូនហើយមានព័ត៌មានពីរមកចែកជូនប្រិយមិត្តបងប្អូនក្តៅទៀតហើយគឺរឿងកីឡាករមេធីមរឿងសុភ័ណ្ឌហើយនិងកីឡាករក្បីប្រិយពេជ្រសម្បត្តិសុធីហើយនេះគឺជាត្រៀមពេញលេងគូដែលរវាងក្បីប្រិយពេជ្រសម្បត្តិនិងកីឡាករសុធីហើយរឿងមួយនេះគឺកីឡាករមេធីមរឿងសុភ័ណ្ឌទីបំផុតគាត់បានជួបកីឡាករសែនឆៃដែលជាកីឡាករមួយរូបដែលគាត់តែងតែប្រកាសនៅលើសង្វៀនថាចង់ឲ្យខាង sponsor និងខាង promoter គុណខ្មែរយកមកប្រកួតដើម្បីប៉ះខ្លួនហើយឥឡូវនេះកីឡាករមេធីមរឿងសុភ័ណ្ឌជំនួបជាមួយនឹងកីឡាករសែនឆៃនេះគឺបានជួបដោយសហព័ន្ធប្រិយមិត្តបងប្អូនអ្នកទាំងពីរនេះប៉ុន្តែមិនមែនជួបនៅលើសង្វៀនទេគឺជួបនៅជាការមិត្តភាពប្រកួតបាល់ទាត់នៅកម្ពុជានិងថៃណាមិត្តភាពកម្ពុជានិងថៃហើយគណៈកីឡាករមេធីមនឹងស្ពាន់កន្លងមកបងប្អូនទាំងហើយគាត់តែងតែ live ប្រកាសហើយនឹងមិនថានៅលើសង្វៀនក៏គាត់ធ្លាប់ស្នើទៅខាង promoter គុណខ្មែរខាង sponsor town ខាង sponsor អីហ្នឹងចង់ឲ្យយកកីឡាករសែនឆៃហ្នឹងមកប្រកួតនៅប្រទេសកម្ពុជាដើម្បីប៉ះខ្លួនខ្លាំងមែនហើយនៅក្នុងមហាព្រឹត្តិការណ៍បាល់ទាត់កម្ពុជាមិត្តភាពថៃនេះគឺដូចកងទ័ពសង្វៀនថៃហ្វៃមកចឹងបងប្អូនគឺមានទាំងមេធំថៃហ្វៃក៏មកដែរច្រើនខ្លាំងមែនមានតារាថៃបាល់ទាត់និយាយទៅកីឡាករថៃមកច្រើនមកប្រកួតជាមួយនឹងប្រទេសកម្ពុជាយើងដើម្បីដណ្ដើមពានហើយរឿងមួយទៀតនេះក្របីប្រៃពេជ្រសម្បត្តិគឺត្រៀមធ្វើការធ្ងន់ប៉ះជាមួយនឹងកីឡាករសុធីហៅកាបងប្អូនប្រហែលជាស្គាល់មនុស្សឈើសុធីហើយដែលតែប្រកួតថ្មីទេប្រិយមិត្តបងប្អូនប៉ះជាមួយនឹងកីឡាករថៃប៉ុន្តែសំខាន់គឺកីឡាករសុធីបរាជ័យចាញ់កីឡាករថៃប៉ុន្តែសំខាន់កីឡាករសុធីនិងកបីប្រៃពេជ្រសម្បត្តិមិនថាលោកគ្រូពេជ្រសុផាន់និងអ្នកគ្រប់គ្រងទេចង់ឃើញអ្នកទាំងពីរនេះប៉ះគ្នាខ្លាំងមែនខណៈលោកគ្រូពេជ្រសុផាន់ក៏ធ្លាប់ប្រកាសក្តែងដែរថាឲ្យតែកីឡាករសុធីហ៊ានប្រកួតមិនថាប្រកួតកង MMA ប្រកួតកងធំទេឬក៏គាត់ដាក់ខ្សែក្បាត់ឲ្យប្រកួតកងធំកង MMA ក៏បានដែរគណៈអ្នកគ្រប់គ្រងគុណខ្មែរចង់ឃើញអ្នកទាំងពីរនេះប៉ះគ្នាខ្លាំងមែនរវាងកបីប្រៃពេជ្រសម្បត្តិនិងកីឡាករសុធីហៅកាបើអ្នកទាំងពីរនេះប៉ះគ្នាអេដមីនសម្រាប់អេដមីនគឺ50-50មិនថាកីឡាករសុធីនិងកីឡាករបៃប្រៃសម្បត្តិទេព្រោះកីឡាករសុធីគាត់ជាកីឡាករល្អក្បាច់វាយបុកចេញចូលអញ្ចឹងណាគាត់ជាកីឡាករក្បាច់ហើយកីឡាករក្បីប្រៃពេជ្រសម្បត្តិគាត់ជាកីឡាករដែលបុកហើយសម្រាប់កីឡាករអ្នកទាំងពីរនេះបើប៉ះគ្នាអេដមីនសុំឲ្យប្រកួត5ទឹកមកដើម្បីឲ្យដាច់ស្រេចព្រោះកីឡាករវាយ5ទឹកព្រោះកីឡាករក្បីប្រៃប៉ុន្តែគាត់បុកគាត់តាន់ស៊ូហើយកីឡាករសុធីគាត់ជាកីឡាករក្បាច់ហើយគាត់ស៊ូតាន់ស្វិតដូចគ្នាចឹងហើយបើលេង5ទឹកដាក់ខ្សែក្រវ៉ាត់សម្រាប់អេមីនគឺតាមពេញលេងញាក់សាច់កក្រៅវិបគុណខ្មែរមែនតើបងប្អូនធានាថាតឹងតែកក្រៅហើយថាមានតព័ត៌មានប្រទេសចែកជូនប្រិយជាមួយបងប្អូនកុំភ្លេចចុចប្រេបទាំងមួយផងសហការដើម្បីបានព័ត៌មានថ្មីពី Channel Club ដែលគុណខ្មែរជូនប្រិយជាមួយបងប្អូនទស្សនាជារៀងរាល់ថ្ងៃ